ប្រភេទសាច់មហារីកពវៀនធំហ្នឹងមានជាធំគេចែកចេញជា3ដំបូងគេហៅថា signature cell carcinoma ហ្នឹងកើតជាងគេក្នុងចំណោមប្រភេទកោសិកាមហារីកពវៀនទាំងអស់នៅក្នុងកោសិកាមហារីកកាពះក៏អាចមានប្រភេទសាច់បែបហ្នឹងដែរហើយប្រភេទហ្នឹងកើតជាងគេប៉ុន្តែក៏វាអត់សូវឃើញដែរវាកម្រជាងគេដែរបន្ទាប់មកទៀតគេហៅថា adenocarcinoma adenocarcinoma ហ្នឹងប្រភេទសាច់មួយដែលជាសាច់កាចប៉ុន្តែវាមិនកាចដូច signature cell carcinoma ទេហើយបន្ទាប់មកក្នុងករណីខ្លះគេអាចឃើញមានmucinous carcinoma adenocarcinoma ហ្នឹងក៏ប្រភេទសាច់មួយកម្រដែរហើយក៏រាងកាចដែរនៅក្នុង mucinous adenocarcinoma ហ្នឹងក្នុងករណីខ្លះដែលជំងឺមកជួបយើងហ្នឹងគាត់មិនមែនឃើញជាដុំនៅក្នុងពោះវៀនធំទេតែគាត់ឃើញជាដុំនៅនឹង ovaire វិញនឹងដៃស្បូនរបស់គាត់វិញដល់ពេលហើយគាត់យកដៃស្បូននឹងទៅមើលប្រភេទជា mucinous adenocarcinoma មិនដំបូងឡើយអ្នកខ្លះគេអាចគិតថាគាត់មានមហារីកដៃស្បូនជាងទៅបន្ទាប់មកគាត់មកជួបគ្រូពេទ្យឯកទេសយើងស្រាវជ្រាវរកទៅមើលទៅគឺតាមពិតគាត់មានជំងឺមហារីកពវៀនធំប្រភេទ mucinous adenocarcinoma ហ្នឹងហើយវារាលដាលទៅដល់ ovaire ហ្នឹងក្នុងករណីកម្រអញ្ចឹងហើយកាលណាដែលយើងធ្វើរោគវិនិច្ឆ័យច្បាស់លាស់ការព្យាបាលជាមួយការចាក់ថ្នាំខេម៉ូចាក់ថ្នាំគីមីទៅតាមប្រភេទសាច់ហ្នឹងគឺបានផលល្អខ្ពស់ជាជាងដែលយើងអត់ច្បាស់ថាប្រភេទសាច់ណាហើយយើងព្យាបាលថ្នាំគីមីដូចគ្នាប៉ុន្តែថ្នាំគីមីសម្រាប់ប្រភេទសាច់ខុសគ្នាអត់ត្រូវតាមប្រភេទសាច់ដែលគាត់មានហ្នឹងការព្យាបាលអត់ទទួលផលបានច្រើនទេអញ្ចឹងហើយទើបការស្វែងរកវិជ្ជបណ្ឌិតឯកទេសសម្រាប់ការព្យាបាលមហារីកហ្នឹងគឺសំខាន់ខ្លាំងណាស់